ប្តីទៅលេងស្រុកខ្មែរប្រាប់គាត់ថាបងអើយនឹកផ្ទះណាខានទៅស្រុកខ្មែរឡើងជិត2ឆ្នាំហើយការឆ្នាំទៅថាបានទៅលេងស្រុកខ្មែរហើយខំដាក់ vacation ឆៃសវត្តយន្តហោះអីឡើងហួចហួរហើថ្ងៃឡើងហើយស្រាប់តែមានអីគេដូរប្រធានាទៅប្តីទៅតារាមនឹងឡើងកាន់អំណាចទៅរៀងតឹងជាងមុនព្រោះឃើញគេធ្វើវីដេអូអ្នកដែលកាន់ green card អត់មានសញ្ជាតិនឹងរៀងពិបាកចេញចូលខ្លាចទៅស្រុកខ្មែរហើយទៅមានបញ្ហាពេលឡើងមកវិញអីចឹងទៅពិបាកខ្លាចមានបញ្ហាគិតថាចាំពេលមានសញ្ជាតិយកសញ្ជាតិអីហើយគ្រប់ឆ្នាំគ្រប់អីទៅចាំទៅលេងស្រុកខ្មែរហើយបើកូនខ្ញុំវិញឲ្យទៅខ្ញុំលើកស្រុកខ្មែរចឹងខ្ញុំយកវីដេអូការខ្ញុំទៅលេងខ្មែរការឆ្នាំ2024មកមើលដឹងឲ្យកូនខ្ញុំហ្នឹងទៀមទីហើយចង់ទៅលេងខ្មែរចង់ទៅញ៉ាំម្ហូបនៅខ្មែរកូនខ្ញុំប្រាប់ថាម្ហូបដែល favorite ម្ហូបដែលគេចូលចិត្តនៅតាមខ្នល់គេចូលចិត្តទឹកអំពៅកូនប្រុសខ្ញុំចូលចិត្តទឹកអំពៅខ្លាំងហើយខរិយាអីគេចូលចិត្តទឹកអំពៅព្រោះអីទឹកអំពៅនៅអាមេរិកនៅខាងខ្ញុំនេះគឺអត់មានស្រស់ទេអញ្ចឹងពេលពួកខ្ញុំទៅនោះចូលចិត្តទឹកអំពៅហើយដូងមែនតែនផឹករាល់ថ្ងៃប៉ាខ្ញុំក៏ទៅទិញអាទឹកអំពៅដែលគេគៀបដាក់ក្នុងកាតុងហ្មងបងប្អូនអត់ដាក់តកអីយកមកផឹកអូនិយាយទៅផឹកឡើងក្តៅខ្លួនផ្ទះខ្ញុំវាអត់សូវឆ្ងាយពីខេត្តដល់អញ្ចឹងឲ្យទៅពេលល្ងាចឡើងគឺមកផ្សាររាត្រីទៅដើរផ្សារបង្កក់ផ្សារធំអីចឹងពួកខ្ញុំចូលចិត្តបែបហ្នឹងឯងហើយនៅស្រុកខ្មែរយើងកំពុងតែធ្លាក់ខ្យល់ហើយក្តៅចឹងកុំភ្លេចប្រើជាមួយនឹង Sunscare Sun Serum ជាមួយនឹងផ្សារធម្មជាតិ24ហើយជាមួយលេការពារកម្ដៅថ្ងៃជួយការពារស្បែកមុខរបស់យើងពីកម្ដៅថ្ងៃជួយការពារអាចរុយឬក៏ធ្វើឲ្យស្បែកយើងជ្រីជ្រួញនិយាយទៅវាការពារច្រើនមែនតែនជាពិសេសបើសិនជាយើងអត់ប្រើជាមួយ Sunscare Sunscreen ទេវាធ្វើឲ្យស្បែកមុខរបស់យើងហ្នឹងឆាប់ចាស់ឆាប់ជ្រីជ្រួញហើយឈើមកធ្វើឲ្យស្បែកមុខយើងហ្នឹងមានអាចរុយបងប្អូនដែលគាត់តាមដានវីដេអូខ្ញុំរហូតដល់ហ្នឹងដឹងអត់ថាប្តីប្រពន្ធខ្ញុំនៅណាប្តីប្រពន្ធខ្ញុំគឺជាអ្នកខេត្តកំពង់ចាមអញ្ចឹងបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ចាមសូមរាប់អានផងហើយទ្រលាប់ប្តីប្រពន្ធខ្ញុំបងប្អូនហើយទៅស្រុកខ្មែរម្ដងមិនថាលើកណាទេគឺមិនសូវចូលចិត្តដើរលេងតាម resort ឬក៏ហាងទំនើបអីទេខ្ញុំចូលចិត្តនាំគ្នាដើរផ្សារបង្កក់ផ្សារធំអីហ្នឹងបងប្អូនឬក៏តាមផ្សារទូចផ្សាររាត្រីអីហ្នឹងណាមូលហេតុដោយសារប្តីប្រពន្ធខ្ញុំអត់មានលុយចូលហាងធំហើយដើរហាងទំនើបនិយាយលេងបងប្អូនអរគ្នាដោយសារពួកខ្ញុំមានកូនទូចវាអត់ងាយស្រួលក្នុងការដើរអញ្ចឹងណាឃើញតែដើរផ្សារនេះដឹងហើយមានអោបផងមានពើផងហើយអានេះការទៅហ្នឹងមានកូនចំនួន3ហើយអាទូចមួយទៀតគឺຕົកនៅជាមួយកង់ឲ្យម៉ាខ្ញុំទៅលេងហ្នឹងសមអាណាទៅបានមួយឆ្នាំហើយណាមួយទៅប្តីប្រពន្ធខ្ញុំចូលចិត្តញ៉ាំម្ហូបគឺដោយបងប្អូនទាំងអស់គ្នាមើលវីដេអូខ្ញុំឲ្យប្តីប្រពន្ធខ្ញុំគឺចូលចិត្តញ៉ាំម្ហូបខ្មែរអញ្ចឹងម្ហូបដែលនៅតាមផ្សារគឺជាម្ហូប favorite របស់ប្តីប្រពន្ធខ្ញុំហើយផ្លែឈើក៏ដូចគ្នាដែរហើយបងប្អូនណាដែលគាត់មើលវីដេអូខ្ញុំដល់កន្លែងនេះបងប្អូនកុំភ្លេចចុចយកលេខកូដនេះទៅវាយទៅណា free សម្រាប់បងប្អូនដែលគាត់មើលវីដេអូដល់កន្លែងហ្នឹងហើយនៅពេលដែលបងប្អូនទាំងអស់គ្នាបញ្ចូលបានហើយកុំភ្លេច screenshot ហើយ comment ប្រាប់ផងដើម្បីឲ្យខ្ញុំដឹងថាមានអ្នកដែលគាត់យកលេខនឹងបានហើយនេះគឺជាកាតចំនួន2ឡាសម្រាប់ជាការអរគុណដែលបងប្អូនទាំងអស់គ្នាតែងតែ like comment share វីដេអូខ្ញុំហើយមើលវីដេអូរបស់ខ្ញុំតចប់អូខេបាយបាយជួបគ្នាវីដេអូក្រោយ